បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំបាទសូមធ្វើការ record វីដេអូដែលវីដេអូមួយនេះខ្ញុំធ្វើការ record demo តាក់ទងទៅនឹង lab មួយដែលលោកគ្រូដាក់ឲ្យគឺយើងតម្លើងនៅ key clock បន្ទាប់ពីត្រង់ key clock តាមគឺ set up គឺនិយាយតាក់ទងទៅនឹងការតម្លើង key clock តាមរយៈ Docker ហើយបន្ទាប់មកដោយយើងបង្កើតនៅពេលដែលយើងតម្លើង key clock រួចហើយយើងចូលទៅខាងក្នុងគេថាយើងកើត key clock ហើយហ្នឹងគឺយើងបង្កើតនៅ user មួយដើម្បីអាចassign នៅ role ឲ្យគាត់បានតើគាត់អាចមានសិទ្ធិធ្វើអីបានខ្លះហើយបន្តមកទៀតយើង create admin user password ហើយ assign role ឲ្យគាត់ជា admin បន្តមកយើង create new rem ហើយបន្តមកយើងបង្កើត rem name ថ្មីឈ្មោះថា e-commerce បន្តមកយើង create new user ចេញពី rem e-commerce មួយហ្នឹងដោយដាក់ឈ្មោះថា dara user ហើយ password admin add 1 2 3ហើយ first name dara ហើយនឹងlast name ចាន់ហើយបន្តមកយើង login account តាមរយៈ link មួយនេះអញ្ចឹងដើម្បីអាចធ្វើនៅ requirement ទាំងអស់នេះបានទាមទារឲ្យយើងត្រូវមានkey clock ជាមុនសិនអញ្ចឹងក្នុងគណៈពេលនេះខ្ញុំសូមតម្លើង key clock តាមរយៈ Docker ដោយសារតែនៅក្នុង Docker របស់ខ្ញុំសូមអធិស្ឋានផងលោកគ្រូដោយសារតែ laptop របស់ខ្ញុំនៅពេលដែលខ្ញុំចាប់ផ្ដើម record គឺវាចាប់ផ្ដើមញ័រ screen វាជាបញ្ហា screen ចាប់របស់ខ្ញុំអញ្ចឹងសូមលោកគ្រូអធិស្ឋានផងអញ្ចឹងដោយសារតែនៅក្នុង Docker របស់ខ្ញុំនេះគឺខ្ញុំបានបង្កើត key clock ចំនួន2ដែរហើយគឺដោយសារកើតនេះគឺដោយសារ test សាកល្បងក្នុងការបង្កើតនៅ project មួយនេះអញ្ចឹងខ្ញុំសូមបង្កើតថ្មីតែម្ដងទៅក្នុងនេះខ្ញុំសូម stop វាទាំងអស់សិនអញ្ចឹងដើម្បីអាចបង្កើតនៅ key clock តាមរយៈ Docker បានយើងត្រូវចូលទៅកាន់ website official របស់ key clock មកបន្ទាប់មកយើងមក copy នៅ command មួយនេះដើម្បីយកទៅ run ក្នុងការបង្កើតនៅ key clock របស់យើងអញ្ចឹងខ្ញុំសូម copy command នេះមក run ក្នុង terminal របស់ខ្ញុំអញ្ចឹងខ្ញុំសូម copy មួយនេះហើយខ្ញុំចូលមកកាន់ terminal តោះនេះខ្ញុំសូម pass អញ្ចឹងក្នុងត្រង់កន្លែងនេះគឺខ្ញុំអត់ទាន់ចុច run ភ្លាមទេដោយសារតែនៅក្នុង requirement របស់លោកគ្រូបានទាមទារឲ្យដាក់ឈ្មោះថាជា key clock ហើយឈ្មោះថា key clock ហើយ port លោកគ្រូយក9999ហើយ username លោកគ្រូយក iStart ហើយ password លោកគ្រូយក QWER អញ្ចឹងបាទជាស្រ័យផងលោកគ្រូវាមានបញ្ហា screen មិនទៀតហ្នឹងហើយអញ្ចឹងខ្លែង command ឡើងមិញហ្នឹងគឺតកតងទៅនឹងការ configuration ខ្ញុំសូមដូរ port ដូរusername password បាទអញ្ចឹងខ្ញុំសូមតទៅទៀតអញ្ចឹងកន្លែងនេះខ្ញុំបាទសូមដូរកាន់ password មុនចុះអញ្ចឹង password ខ្ញុំដូរដាក់ជា QWER ហើយសម្រាប់